អភិបាលខេត្តបៃលិនថ្លែងអំណរអគុណដល់សប្បុរសជនដែលបានចូលរួមបរិច្ចាគជូនកាកបាទក្រហមខេត្តបៃលិនយោងតាមគណនីផ្លូវការរបស់លោកជំទាវបានស្រីមុំបានដែលជាអភិបាលខេត្តបៃលិនបានបង្ហោះគ្រប់សកម្មភាពសប្បុរសជនដែលបានចូលរួមជួយបរិច្ចាគដល់សាខាកាកបាទក្រហមខេត្តបៃលិននៅក្នុងឱកាសខួបទី162ទិវាពិភពលោកកាកបាទក្រហមនិងអតិច័ន្ទក្រហម8ឧសភាឆ្នាំ2025និងខួបលើកទី70ឆ្នាំនៃកាកបាទក្រហមកម្ពុជាក្រោមមូលបនរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុសាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដល់សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះបំផុតនិងអ្នកជួបលំបាកដោយគ្រោះធម្មជាតិនិងមហន្តរាយផ្សេងៗសូមប្រសិទ្ធពរបបមហាប្រសើរនិងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនតាមរយៈគណៈកម្មាធិការសាខាដែលនៅប្រចាំការទទួលរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី22ខែមេសាឆ្នាំ2025តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបៃលិនឬទំនាក់ទំនងតាមលេខទូរស័ព្ទឯកឧត្តមសៅសារ៉ាន់097 78 21 268លោកជំទាវពៅសុក088 41 40 656ឯកឧត្តម60ផល097 35 68 568ដោយលោកសស្រឿនអង្គភាពគេហទំព័រប្រមាណជាដែន TV News